បរិយលេងនវត្រា6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធនៅក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកបរិយលេងនវត្រា6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមការបញ្ជាក់នៅថ្ងៃទី10ខែមករានេះបរិយលេងនវត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បរិយក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូច្រៅ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសុំបដូរទីតាំងគម្រោងបរិយ 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើតបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារនឹងគូសឡូដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះចំណុចទី4ប្លុកវិឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបងរំលោះស្នើសុំផ្អាកការបងប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យមើលភាពចាស់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបងប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លុកវិឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមនៅក្នុងដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ជំហររបស់បរិយគឺចំពោះលើកោការសង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បរិយលេងនវត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរលើកណនីថែមថយតាមតម្លៃចាក់ស្ដែងបរិយលេងនវត្រាក៏មានជាជំរើសជជែកជូនពុកម៉ែបងប្អូនដែលឈរលើកោការមិនឲ្យខាត់បងនៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនប្លុកវេលា B530 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនគឺសម្របសម្រួលបានដី2ឡូទំហំ 10x17 ម៉ែត្រក្នុង1ឡូគឺ 6A 1ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្របសម្រួលបានដីឡូ4ឡូទំហំ 10x17 ម៉ែត្រនៅក្នុង1ឡូគឺ 6A 2ឡូនិងព្រះប្រសព2ឡូទី2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0 E1 អតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្របសម្រួលទទួលបានដី2ឡូទំហំ 4.1 x 18 ម៉ែត្រដីនៅ 6A